រឿងក្តៅកកការចល័តទ័ពនិងអាវុធធុនធ្ងន់របស់ថៃមកកាន់ព្រំដែនកម្ពុជាតើវិជាការពិតដែរឬទេដែលយោធាថៃកំពុងតែសម្រុកបញ្ជូនអាវុធធុនធ្ងន់និងរថក្រោះជាច្រើនគ្រឿងសម្ដៅមកកាន់ព្រំដែនកម្ពុជាយើងបច្ចុប្បន្នស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃកំពុងតែទាក់ទាញការចាប់អារម្មណ៍និងការព្រួយបារម្ភសារជាថ្មីភាពមិនប្រក្រតីនេះបានស្ដែងឡើងយ៉ាងច្បាស់បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយរបស់ប្រទេសថៃឈ្មោះថា Thai Brave បានលួចបង្ហោះរូបភាពនិងផ្សព្វផ្សាយដោយបើកចំហអំពីសកម្មភាពនៃការចល័តគ្រឿងយុទ្ធភ័ណ្ឌឧបករណ៍យោធាធុនធ្ងន់ជាច្រើនគ្រឿងបែកកណ្ដុងតម្រង់ឆ្ពោះមកកាន់ព្រំដែនកាលពីថ្ងៃទី26ខែមិថុនាឆ្នាំ2026កន្លងទៅនេះការទម្លាយរូបភាពយោធានិងសភាវុធរបស់ថៃបែរទិសដៅមករកព្រំដែនកម្ពុជានៅពេលនេះគឺកាត់ឡើងស្របពេលដែលភាគីទាំងសងខាងតែងតែប្រកាសរៀងៗខ្លួនអំពីការហាមឃាត់ដាច់ខាតមិនឲ្យមានការថតរូបឬចែកចាយវីដេអូអំពីការចល័តទ័ពនិងសភាវុធនៅលើបណ្ដាញសង្គមឡើយដើម្បីរក្សាស្ថិរភាពព្រំដែននិងជៀសវាងការយល់ច្រឡំប៉ុន្តែភាគីថៃបែរជាបំពេញបំរាមនេះដោយខ្លួនឯងការចុះផ្សាយជាផ្លូវការរបស់គេហទំព័រ Thai Brave បានលាតត្រដាងថាកងកម្លាំងនៅអង្គភាពកិច្ចការពិសេសទី49និងអង្គភាពកិច្ចការពិសេសទី54របស់កងទ័ពថៃបានចាប់ផ្ដើមធ្វើការចល័តគ្រឿងយុទ្ធភ័ណ្ឌឧបករណ៍និងអាវុធយុទ្ធសាស្ត្រឆ្ពោះទៅកាន់តំបន់ព្រំដែនរួចរាល់ហើយនៅក្នុងការបង្ហោះនោះរូបភាពចំនួន2សន្លឹកធំៗដែលបង្ហាញពីទិដ្ឋភាពយោធាដែលគួរឲ្យព្រួយបារម្ភរូបភាពទី1បានបង្ហាញយ៉ាងច្បាស់ពីក្បួនរថយន្តសណ្ដោងខ្នាតយក្សដែលកំពុងធ្វើការដឹកជញ្ជូនរថក្រោះប្រភេទវេលុកនិងប្រព័ន្ធរ៉ាដាយោធាទំនើបនៅក្រោមមេឃស្រឡះបើកតម្រង់ឆ្ពោះទៅកាន់តំបន់ភ្នំដែលស្ថិតនៅជាប់ទៅនឹងព្រំដែនកម្ពុជាចំណែកឯរូបភាពទី2ទោះបីជាមានភ្លៀងធ្លាក់និងផ្លូវសាមរអិលយ៉ាងណាក៏ដោយក៏ក្បួនរថយន្តយោធាថៃរាប់សិបគ្រឿងនៅតែបន្តសម្រុកដឹកជញ្ជូនប្រព័ន្ធកាំភ្លើងធំប្រឆាំងយន្តហោះចម្បាំងនិងប្រព័ន្ធមីស៊ីលការពារដែនអាកាសស្វ័យចល័តបើកតម្រង់ជួរគ្នាយ៉ាងអន្លាយសំណួរសួរថាតើនេះជាចេតនាបំភាន់ផ្នែកឬគឺជាគម្រោងការដែលគ្រោងទុកជាមុនរបស់យោធាថៃក្នុងការប្រើប្រាស់សភាវុធទំនើបទាំងនេះដើម្បីធ្វើជាល្បែងសង្គ្រាមចិត្តសាស្ត្របំផិតបំភ័យនិងដើម្បីត្រៀមឈ្លានពានកម្ពុជាសាជាថ្មីសូមជម្រាបថាប្រសិនបើការផ្សព្វផ្សាយរបស់សារព័ត៌មានថៃនេះជាការពិតមែននោះវាស្ដែងឲ្យឃើញយ៉ាងច្បាស់ថាភាគីថៃអាចនឹងមានមហិច្ឆតាយោធាឬការត្រៀមលក្ខណៈបង្កហេតុជាថ្មីក្នុងនាមជាប្រទេសអធិបតេយ្យក្រៅពីការគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាក៏ត្រូវតែប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈកងទ័ពដើម្បីការពារខ្លួនពីការឈ្លានពានជានិច្ចផងដែរ